Ủa châu tia mà. Phật bùa Châu tia. bữa lứa được học châu lục tia mà ấy cô mà nó phải vô máy nó coi rất châu tia được cho thực đọc cô tích mà châu mùi bật phẹ một tiền tỷ mà cô Châu miễn là của nhóm lọc trong đó cô đấy miễn ấy chú ý đấy. lỡ anh ấy thư lạc lạc với tế còn này được chỉ phải vô lớp phổ thờ thật xây chứng tiện tôn tân đồng vị thi xa xáo chiếu đó cứ ní chỉ khi element សំខាន់ផ្នែកសំខាន់ដែលយើង say chapter 3 chapter វិធីសាស្ត្រស្រាវជ្រាវ research method ណាហើយអននេះវាតទៅនឹងមេរៀនដែលបានរៀនខ្លះហើយក៏ធ្លាប់រៀន marketing research ហើយដែរទី1ពេល say ជំពូកវិធីសាស្ត្រស្រាវជ្រាវប្រាប់គេពី research design ណាហើយអានេះផ្នែកសំខាន់ទោះបីយើង say master ឬយើងទៅត doctor ទៀតអត់ចោលដល់ប្រមាណចំណុចសំខាន់ហ្នឹងឯងឃើញទៅទូទៅជាការ guideline របស់សាលាមួយខុសគ្នានៅលើពិភពលោកដូចអត់យូរអមចឹង guideline ក៏វិធីសាស្ត្រស្រាវជ្រាវគាត់ណែនាំចំណុចអីខ្លះសាលា UPP ចឹងគាត់ផ្សេងចឹងទៅប៉ុន្តែភាគច្រើនគ្រប់សាលាលើពិភពលោក say master ឬ doctor អត់ចោលអា element តែប្រមាណចំណុចហ្នឹងណាគឺប្រមាណចំណុចហ្នឹងកុំឲ្យចោលហើយដែលគេចង់ដឹងខ្លាំងនេះចឹងយើងឲ្យផ្នែកនេះនៅក្នុងឆមាសនេះយើងបញ្ចប់អាផ្នែកហ្នឹងទៅពេលសេចំពោះ3គួរតែបញ្ចប់ទៅចំពោះ1យើងធ្វើបទបង្ហាញហើយចំពោះ2 literature review គឺយើងអាចសេបន្តបដាទៅគឺថា review ប៉ុន្តែ literature review យើងនាំនៅរៀបចំ construct អីហើយរៀបចំ content យើង download អត្ថបទហើយយើង review មើលអាណាអត្ថបទណាគួរយកបានអ្នក research ណាដែល say ទៅល្អហើយគិតថាយើងងាយអានយើងងាយយល់យើងគិតទៅឲ្យរួចហើយមើល review ហើយយើងមករៀបចំ construct បង្កើត construct របស់យើងថាតើការ say literature review យើងមានប្រមាណចំណុចសំខាន់ដែលពាក់ព័ន្ធនឹងប្រធានបទយើងនៅពេលគូម្ដង research ព្រោះថាមានមួយធំនឹងនិយាយពីអីហើយក្រុមមួយធំមានប្រមាណតូចក្នុងនឹងពីរធំមាននិយាយពីអីមានប្រមាណតូចក្នុងនឹងដេញទៅហើយ say literature រៀងជា funnel រៀងជាជីឡៅចេញពីធំមកទូចតិចចឹងមកណាឧទាហរណ៍ថាដោយបាទហេងគាត់និយាយពី green marketing ចឹងលំនាំឲ្យ green marketing ទៅលើអីទៅលើ product ព្រោះពេលខ្លះយើងផ្ដើមមកយើង product ព្រោះអ្នកខ្លះគាត់ say green marketing ដែរប៉ុន្តែគាត់ say សេវាកម្មចឹងហើយយើង product អីគេ product ថ្នាំលាបចឹងយើងគ្រាន់លំនាំពីសារៈសំខាន់នៃ marketing មកបន្ទាប់មកទាញអំពី green marketing មកឲ្យយំដី marketing អីតិចទៅស្អីតិច marketing ហើយស្វែងរកសម្ដីអ្នកនិពន្ធ5 6មកហើយបន្ទាប់មករំលេចឲ្យគេឃើញ green marketing ទៅតោះបើគិត factor សំខាន់ដើម្បីធ្វើ green marketing ជោគជ័យនឹងជា funnel មកឥឡូវមករឿងទី3ដែលយើងបានសិក្សាច្រើនហើយតកតងទៅនឹងវិធីសាស្ត្រស្រាវជ្រាវវិធីសាស្ត្រស្រាវជ្រាវជាអ្នកសេក៏អាចដាក់ពីច្រើនគឺគេសេចំដាក់ចំពុកទី3ចំពុក1ផ្ដើមចំពុក2បណ្ណាល័យសាស្ត្រចំពុក3វិធីសាស្ត្រស្រាវជ្រាវច្រើននៅក្នុងចំពុក3ហើយបើយើងសេពីក្រុមហ៊ុនយើងទៀតអា company profile នៅក្នុងចំពុក4ហើយចំពុក5 finding and discussion មានណាវិភាគទិន្នន័យហើយមានការ discussion ហើយដល់ចំពុក6អានេះយើង conclusion recommendation អីណាឥឡូវរឿងចំពុក3គ្រូបញ្ចូលឡើងវិញពេលយើងសេទី1យើងបង្ហាញពី research design ណាទី1គឺសំខាន់គេចង់ដឹងមុនគេណា research design ហ្នឹងយើងសរសេររំលេចឲ្យគេឃើញថា
research យើងដើរផ្លូវមួយណាគុណវិស័យឬក៏បរិមាណវិស័យឬក៏ mix methods ហើយយើងសេប្រាប់គឺលំអិតផងអ្វីទៅគុណវិស័យរំលេចឲ្យគេដឹងតិចមកបើយើងសេគុណវិស័យបើយើងចង់ប្រើគុណវិស័យណាគូរំលឹកបន្តិចគុណវិស័យជាការប្រមូលទិន្នន័យអត់តកតងលេខអត់តកតងចំនួននេះហើយបើមានសំណួរស៊ូគេច្រើនសំណួរបើកណាគុណវិស័យហើយគុណវិស័យទិន្នន័យប្រមូលមកអត់យើងប្រើ statistic ទេអត់ប្រើ star statistic ណាគឺវិភាគតាមបែប summary ឬវិភាគតាមបែប semantic ឬវិភាគតាមបែប line by line word by word អានេះចាំដល់មេរៀនវិភាគទិន្នន័យគុណវិស័យហើយបើយើងនិយាយពីបរិមាណវិស័យយើងដឹងហើយថាបរិមាណវិស័យគឺជាការប្រមូលទិន្នន័យតកតងលេខតកតងចំនួនណាហើយបើមានសំណួរសេរីសំណួរបិទហើយទិន្នន័យប្រមូលមកត្រូវប្រើ statistic ប៉ុន្តែបរិមាណវិស័យដោយសារវិភាគ statistic ដាច់ខាតទៅការ sample size ច្រើនទៅការរាប់រយរាប់ពាន់ទៅតាមប្រធានបទយើងទៅតាម scope នៃ study របស់យើងទេណាឬក៏យើងមួយទៀត research design យើងអាចប្រើ mix method ចឹងយើងជាអ្នក marketing ហើយជាអ្នកកម្រិត master គួរប្រើ mix method ទៅ mix method មានយើងមានទាំងគុណវិស័យមានទាំងបរិមាណវិស័យចឹងបើមានសំណួរយើងមានទាំងសំណួរបិទសំណួរបើកប៉ុន្តែ mix method មាន direction វាដែរបើយើងប្រើគុណវិស័យនិងបរិមាណវិស័យអាណាមុនក្រោយបើប្រើបរិមាណវិស័យហើយបានប្រើគុណវិស័យអានឹងយើងប្រាប់គេថាយើងប្រើបែប explanatory explanatory ហ្នឹងមានន័យថាយើងប្រើបរិមាណវិស័យហើយបានប្រើគុណវិស័យឧទាហរណ៍យើងបានវិភាគ statistic ហើយបរិមាណវិស័យយើងវិភាគ statistic ចេញជាលទ្ធផល R ប៉ុន្តែយើងចង់ឲ្យច្បាស់លទ្ធផលហ្នឹងទៀតយកលទ្ធផលហ្នឹងទៅធ្វើ interview ទៅសម្ភាសជាមួយអ្នកជំនាញមួយចំនួនដើម្បីបញ្ជាក់ថាលទ្ធផលដែលយើងបានមកហ្នឹងវាស៊ីគ្នាទៅនឹងអ្វីដែលគេអាចយល់ឃើញរបស់អ្នកជំនាញមួយចំនួនអត់ទេដើម្បីអីចុងក្រោយដើម្បីឲ្យអ្នក research ហ្នឹងផ្ដល់យោបល់គេទៅកាន់តែមានទម្ងន់ឧទាហរណ៍គ្រូ research ថាណែដើម្បីឲ្យ research ជោគជ័យដោយសារកត្តាពេលវេលារកទៅឃើញអញ្ចឹងវិភាគ statistic ទៅឃើញអញ្ចឹងពេលវេលាចូលរួមខ្លាំងណាស់ទៅដល់ការភាពជោគជ័យនៃការ say research សម្រាប់អ្នក say master តើយើងបានលទ្ធផលទាំងអស់ហ្នឹងយើងជួបមនុស្ស10នាក់ឬ20នាក់សម្ភាសន៍ជាពិសេសសម្ភាសន៍តែនិស្សិតកំពុង say សារណា master សម្ភាសន៍គាត់ថាតើពេលវេលាពិតជាបានចូលរួមសំខាន់មែនអត់ដើម្បីរុញឲ្យការ research យើងលឿនឲ្យការ research យើងជោគជ័យហើយទាន់ deadline របស់សាលាកំណត់អញ្ចឹងយើង interview គាត់ថាអាហ្នឹងគេថា explanatory research អញ្ចឹង explain ខ្វែងហើយបានខ្វល់អាហ្នឹងអ្នកប្រើ mix method មួយទៀត exploratory research ហ្នឹងគឺ research បែបរុករកផ្ទុយវាលើ explore ខ្វល់ហើយបានខ្វែងប្រើ qualitative research ហើយបានប្រើ quantitative research អាហ្នឹង explore ជួនកាលយើង qualitative ដល់សម្ភាសន៍មនុស្ស5 6នាក់7 8នាក់ឬ10នាក់ឬក៏5 10នាក់បានចម្លើយជាគុណវិស័យផ្អែកទៅលើចម្លើយនៃគុណវិស័យហ្នឹងយើងទៅ design ជាសំណួរបិទដើម្បីធ្វើ survey ភាសាទៀតដើម្បីឲ្យទិន្នន័យយើងកាន់តែច្បាស់ថាគុណវិស័យយើងបានអញ្ចឹងឥឡូវយើងសាក survey តិចមើល design ជាសំណួរបិទជុំវិញចម្លើយដែលគេចូលរួមឆ្លើយហ្នឹងចឹងការធ្វើរបៀបនេះគេថា exploratory research ចឹង research design ពេលយើងសេទៅរំលេចគេគុណវិស័យឬបរិមាណវិស័យឬទាំង
ហើយសេដើម្បីឲ្យកាន់តែមានទម្ងន់ទៀតឧបមាថាយើងប្រើទាំងពីរតើមានអ្នក research ណាគាត់បានប្រើទាំងពីរដែរយើងយកផុសតាមួយពីរមកដាក់ទៀតមកថាយើងប្រើទាំងពីរហ្នឹងមិនមែនយើងតែឯងចាប់ដើមប្រើឯងមានគេប្រើពីមុនមកហើយតើអ្នកប្រើហ្នឹងឈ្មោះអីហើយគាត់ប្រើនៅឆ្នាំណាអាហ្នឹងកាន់តែល្អវា research យើងកាន់តែ strong evidence ជា research design គិតកំណត់ដូចគូបយមស្អីមួយទៀតយើងប្រាប់គេ research setting ការកំណត់នៃការ research setting នេះអ្នក research យើងត្រូវសេប្រាប់គេថាយើងកំណត់នៃការ research យើងត្រឹមកម្រិតភូមិសាស្ត្រណាទីតាំងណានេះទី1ទី2 research setting កំណត់អ្នកចូលរួមឆ្លើយនឹងបែបណាអ្នកដែលមានអាយុប្រមាណអ្នកជាតិសាសន៍អីអាចកំណត់ឧទាហរណ៍ research ពីរឿងប្រើ TikTok កំណត់ថាអ្នកចូលរួមឆ្លើយប្រើ TikTok ត្រូវប្រមាណដែលយើងយកជាការបានសិតឲ្យហើយតែយើងប្រើ setting យកតែអ្នកប្រើ TikTok ទេប៉ុន្តែយើងយកតែអ្នកប្រើពីអាយុ15ឆ្នាំទៅ30ឆ្នាំឧទាហរណ៍ជាជនជាតិខ្មែរហើយយកតែអ្នកប្រើប្រាស់ TikTok ដែលគាត់នៅភ្នំពេញទេព្រោះយើង research នៅភ្នំពេញឧទាហរណ៍អញ្ចឹង research setting ដាក់ឲ្យច្បាស់គេចង់ដល់គាត់សិតថាគេមើលទៅគាត់សិតយកតែបំពេញតាហើយយកតែអ្នកប្រើដែលកំពុងប្រើ TikTok ទៀតអ្នកដែលធ្លាប់ប្រើ TikTok 5-6 ឆ្នាំមុនក៏អត់យកឥឡូវគាត់ជួបប្រើយកអ្នកកំពុងប្រើជាងស្អីប្រាប់គេថា setting យកអ្នកកំពុងតែប្រើ TikTok ដែលមានអាយុ15ឆ្នាំទៅ30ឆ្នាំឧទាហរណ៍ហើយអ្នករស់នៅទីក្រុងភ្នំពេញទៀតហើយយកទាំងសិស្សនិស្សិតមន្ត្រីការអាជីវករបុគ្គលិកក្រុមហ៊ុនដែលកំពុងប្រើ TikTok ដែលមានអាយុអានេះយើង setting ឲ្យច្បាស់ទី3ពេលយើងសេជំពូក3ទី3យើងប្រាប់គេរបៀបជ្រើសរើសសំណាក់គំរូជា sampling យ៉ាងណាបើ sampling technique ឬ sampling method អត់ទេអានោះគ្រូបានបញ្យល់ហើយយើងបានប្រាក់តិចក្នុង marketing research ហើយ sampling technique នេះយើងប្រាប់គេរំលេចឲ្យឃើញ3ចំណុចទី1អ្នកណាត្រូវសួរទី2ជ្រើសរើសសំណាក់ទំហំសំណាក់ប្រមាណទី3ជ្រើសរើសសំណាក់ហ្នឹងដោយរបៀបម៉េចដោយចាយដន់ឬមិនចាយដន់មិនចាយដន់ប្រើមួយណាចាយដន់ប្រើមួយណាប៉ុន្តែជុំវិញទំហំសំណាក់ត្រូវរកផុសតាងបច្ចៈប្រើរូបមន្តទេឬប្រើទ្រឹស្ដីរបស់អ្នក research មុនខ្លះត្រូវមានគ្នាយើងថ្ងៃមុនលេខនេះមានទេผมទម្លាក់ក្នុងក្រុមអត់ឃើញថាមានទំហំសំណាក់មានគេរកឃើញច្រើនហើយគាត់ list down បានច្រើនតែ10-20 reference នោះមកឲ្យគ្នាយើងគ្រូភ្លេចឈ្មោះតែលោកគ្រូខ្ញុំទៅដល់ឥឡូវលោកគ្រូខ្ញុំភ្លេចត្រូវពាត់លើហើយហេងដាក់ពីនៃមួយហេងអាទិត្យមុនហេងអត់មកចឹងនេះ research ចំណុចទី3នៃការ research method ក្នុងជំពូក3ណាផ្នែកចំណុចទី4នៅក្នុងវិធីសាស្ត្រស្រាវជ្រាវដែលយើងសេរំលេចប្រាប់គេដែរគឺការប្រមូលទិន្នន័យណា data collection ពេលយើងទៅ collect data ពេលយើងចុះទៅ research យើងរំលេចប្រាប់គេទី1យើងប្រើឧបករណ៍ឲ្យប្រមូលទិន្នន័យទៅសេរំលេចប្រាប់គេជាទូទៅសម្រាប់ជំនាញយើងឧបករណ៍នៃការប្រមូលទិន្នន័យដែលគេចូលចិត្តប្រើគឺកម្រងសំណួរជាងយើងប្រាប់គេទៅថាឧបករណ៍នៃការ collect data នេះគឺតាមរយៈកម្រងសំណួរមានជាសំណួរបើកផងមានជាសំណួរបិទផងប៉ុន្តែសំណួរយើងចែកជាប្រមាណផ្នែកផ្សេងប្រាប់គេផ្នែកទី1តកតងទៅនឹង DV ផ្នែកទី2តកតង IV ផ្នែកទី3តកតងទិន្នន័យផ្ទាល់ខ្លួនមានបទមានសួរភេទមុខរបរអីចឹងទៅផ្នែកទី4 open question ចឹងទៅ
ស្រាច់យើងទេអ្នកខ្លះដាក់ទឹកដីផ្ទាល់ខ្លួនផ្នែកទី1ក៏បានដែរអត់អីទេប៉ុន្តែជាកំណត់ផ្ទាល់ខ្លួនគូយកដាក់ចុងក្រោយទៅអាទឹកដីផ្ទាល់ខ្លួនឬសំខាន់ដែលយើងចង់ដឹងនេះឬអាថេដែលពាក់ព័ន្ធ IV DV អញ្ចឹងគូដាក់នឹងទី1ទី2ទៅអញ្ចឹងយើងត្រូវសេប្រាប់គេចឹងប្រាប់គេថាទី1 data collection ប្រើឧបករណ៍អីបើកម្រងសំណួរហើយយើងត្រូវសេប្រាប់គេថាកម្រងសំណួររបស់យើងនឹងមានប្រមាណផ្នែកទៅសួរគេហ្នឹងហើយផ្នែកទី1សេពីអីផ្នែកទី2និយាយពីអីផ្នែកទី3និយាយពីអីផ្នែកទី4និយាយពីផ្នែកទី5និយាយពីអីអ្នកខ្លះមាន15ផ្នែកហើយកម្រងសំណួរបើមានជាសំណួរបិទយើងត្រូវប្រាប់គេជាពិសេសតទៅអាថេ IVDV កម្រងសំណួរបើជាសំណួរបិទយើងប្រាប់គេថា scale ប្រមាណហើយ scale នឹងតាំងនេះជាស្អី scale 1ទៅ5ឬ scale 1ទៅ7យើងត្រូវប្រាប់គេថាកម្រងសំណួរតទៅ IVDV យើងប្រើ scale 1ដល់5ដែល1យើងតាំងឲ្យអត់ពេញចិត្តសោះ5តាំងឲ្យពេញចិត្តណាដាក់តែប៉ុណ្្នឹងបានហើយបាញ់រំលេចគេរហូតដល់1ពេញអត់ពេញចិត្តសោះ2អត់ពេញចិត្ត3ល្មមគេដឹងហើយដាក់តាដើមហើយចុងគេដឹងហើយតែ1អត់ពេញចិត្តសោះ5ពេញចិត្តណាអញ្ចឹងគេដឹងថា3 4 2 3 4តាំងអីគេដឹងហើយយើងបាយរំលេចឲ្យឃើញច្រើនពេកនេះតទៅទៅនឹង data collection ទៅសេវាក៏លំអិតមកដើម្បីឲ្យមានទម្ងន់ data collection នឹងត្រូវប្រាប់គេទៀតថាយើងមានកម្រងសំណួរហើយមានប្រមាណផ្នែកហើយមិញតើទៅប្រមូលនីតិវិធីទៅប្រមូលទៅណីធ្វើម៉េចដោយសេវាគេនីតិវិធីប្រមូលទៅណីដែលផ្ទាល់ Google Form online ទូរស័ព្ទសួរគេឬតាម email ឬក៏ប្រើ mix methods មានន័យថាទៅផ្ទាល់ផងញ៉ាគេតាម Google Form ផងយើងដាក់បញ្ចូលនេះចំណុច data collection យល់ល្អប្រាប់គេទៀតយើងគិតថា plan យើងគួរ collect data ពេលណាហើយចប់ពេលណាខែ1ខែ2 2026ឬចាប់ផ្ដើមថ្ងៃ1ខែ2ចាប់ផ្ដើមដល់ពេលគ្រូមើលទៅថាអូខេហើយកម្រងសំណួរយើងអាចចាប់ផ្ដើមប្រាប់គេទៅថ្ងៃ1ដល់ថ្ងៃ28ខែ2ឬយើង collect data ខែ4ពេលចូលឆ្នាំខ្មែរទៅសេប្រាប់គេណានេះតើតចំណុចសំខាន់ទី4នៃការសេវិធីសាស្ត្រសាស្ត្រវិទ្យាពួកគេមើលទៅគេដឹងហើយឃើញការពីប្រហែលអាទិត្យមុនឃើញគណៈកម្មការចូលចិត្តសួរ sample size ហ្នឹងផ្អែកលើលោកនេះផ្អែកលើលោកនោះផ្អែកលើធ្វើឃើញចឹងធ្វើពេលយើងឡើងការពីយើងត្រូវមានផុសតាងដូចគ្នាយើងទម្លាក់មកហ្នឹងដាក់ផុសតាងពីគេដែលខ្ញុំប្រើហ្នឹងដោយសារនេះផ្អែកលើលោកនេះផ្អែកលើលោកនេះគេសេចឹងយើងអត់អីទេអត់តែមានផុសតាងណាហើយមិនមែន comment ទាំងអស់យើងសុទ្ធតែយកទាំងអស់ហើយសំខាន់យើងខ្លួនឯងទៅច្បាស់មានផុសតាងគ្រប់គ្រាន់អូខេហើយគណៈកម្មការគ្រូក៏មិនដែលថាអីទេចំណុចទី5នៃការសេ research method ប្រាប់ពី data analysis វិធីសាស្ត្រវិភាគទិន្នន័យdata analysis មើលទៅអាផ្នែកទី1វាស៊ីគ្នាទៅនឹង research design ពួកឃើញអ្នកខ្លះ research design ទៅផ្លូវផ្សេង data analysis ផ្លូវផ្សេងdata analysis មើលបើ research design យើងដើរផ្លូវគុណវិស័យអញ្ចឹងយើងប្រាប់គេថាការវិភាគទិន្នន័យនេះបែប summarize ដោយប្រើការលេខប្រើ code ហើយប្រើ semantic data analysis មានតែវិភាគតាមបែបជា semantic ជា content តាមបែប summarize មានការ code អញ្ចឹងទៅតែបើ research design យើងតាមបែបបរិមាណវិស័យកន្លែង data analysis ហ្នឹងយើងត្រូវប្រាប់គេថាការវិភាគទិន្នន័យដោយប្រើ statistic ហើយប្រើ software អីយកមកវិភាគហើយ version ទីប្រមាណដាក់ version នេះគេផងជា AMOS ជា Stata លើយើងទេឬ SPF version ទីហើយប្រើ statistic ហ្នឹងការ research យើងគួររំលេចឲ្យគេត្រូវតែរំលេចឲ្យគេប្រើរូបមន្ត statistic អីខ្លះប្រើឧបករណ៍ statistic អីខ្លះ
បើសារស្ទេចយើងវិភាគបែប descriptive អានឹងយើងរកត្រឹម min ត្រឹម free កង់ frequency ភាគរយអី standard ខ្លះបានយើងសេប្រាប់គេប៉ុន្តែសារស្ទេចយើងប្រ inferential សារស្ទេចអានឹងត្រូវធ្វើការព្យាករណ៍ row regression ឬក៏ chi-square ឬក៏ t-test អានឹងចាំចូលមេរៀនវិភាគទិន្នន័យចឹងអានឹងយើងត្រូវសរសេរប្រាប់គេឲ្យគេដឹងថាតើ research យើងវិភាគទិន្នន័យ statistic ទេព្រោះគាត់ប្រើបរិមាណវិស័យចឹងគាត់ statistic គាត់ប្រើទាំង statistic បែបធម្មតា descriptive និង statistic inferential ដើម្បីធ្វើការព្យាករណ៍ប្រាប់គេចំណុចចុងក្រោយដែលយើងគូមិននេះត្រូវតែសេដែរគឺក្រមសីលធម៌ research ណាយើងប្រាប់គេឲ្យបានច្បាស់ research យើង collect data របៀបម៉េចដោយសុចរិតភាពដោយអីទេអានេះយើងបង្ហាញពីភាពជឿជាក់នៃទិន្នន័យបង្ហាញពីសុពលភាពនៃទិន្នន័យផងវិញគ្រូត្រៀមនឹងដាក់ឲ្យអំពីភាពជឿជាក់និងសុពលភាពនៃទិន្នន័យណាចឹងយើងរំលឹកថាកន្លែងណាបង្ហាញថាទិន្នន័យយើងគួរជឿមើលលើអីមានផុសតាងអីវិជ្ជាប្រាប់គេយើងអត់ស្អីគេអត់ដឹងទេគេសួរយើងហើយកន្លែងណាទិន្នន័យយើងមានសុពលភាព validity រំលេចឲ្យគេឃើញទៅចឹងអាហ្នឹងគឺយើងមេរៀននេះមានបញ្ជាក់ reality embodied ចឹងរឿងកម្រងសំណួរគូមិនបាច់ទេជាដដែលទេណាគូបង្ហាញតែភាពជឿជាក់ឯងនេះចឹងក៏រំលេចកម្រងសំណួរគ្នាយើងនេះហើយគូដែលផ្ដាំបន្តិចណាដោយសារយើងធ្វើ marketing research ហើយកម្រងសំណួរសួរជុំវិញ research objective គេបង្វែរពីគោលបំណង research ទៅជាសំណួរដើម្បីដាក់សួរគេទៅយកទិន្នន័យគេសុំចាំសំណួរសួរឲ្យពាក់ព័ន្ធទៅនឹងអត្ថេដែលយើងចង់សិក្សាជួនកាលយើងមានអត្ថេច្រើនចឹងយើងត្រូវសួរសំណួរជុំវិញអត្ថេអូម៉ាយើងសួរជុំវិញតើតើ marketing មិនតើតើសេវាកម្មចឹងអត្ថេអីជុំវិញ marketing មិនប្រាប់សេវាកម្មចឹងគេសួរជុំវិញ 7P បើទំនិញយើងសួរគេជុំវិញ 5P អាហ្នឹងចឹងណាហើយសំណួរយើងអត់ជប់ដាក់ទេណាអត់ជប់ដាក់ទេសំណួរបានមកពីការវាស់វែងអត្ថេអូមកនិយាយ marketing មិនបាននិយាយ product មិនសួរគេថាមើល product នឹងក្រុមហ៊ុនផលិតនៅផលិតផលដែលមានគុណភាពខ្ពស់លោកអ្នកពេញចិត្តអត់ទេក្នុងការទិញពេញចិត្តណាស់ពេញចិត្តអត់ទេណាអត់សួរចឹងទេអូបារ៉ានិយាយពី product គឺថា product ជាផ្នែកមួយដ៏សំខាន់ដែរក្នុងការធ្វើឲ្យការលក់កើតឡើងចឹង product យកស្អីមកវាស់ចឹងជុំវិញ product គេសួរទាំងគុណភាព product គេសួរទាំងការ workshop គេសួរទាំង labeling គេសួរទាំង warranty ស្អីមួយចំនួនព្រោះហ្នឹងមាន measure របស់វាស្រាប់ឲ្យការវាស់វែងអត្ថិហើយជុំវិញថ្លៃគេសួរជុំវិញអីខ្លះ promotion គេសួរជុំវិញអីខ្លះចឹងសំណួរបានមកពីការវាស់វែងអត្ថិហើយការវាស់វែងអត្ថិនេះបានមកពីណាបានរកឃើញមើលទ្រឹស្ដីតើតែអានទ្រឹស្ដីមួយចំនួនហើយយើងយកមក review យើងដល់អាហ្នឹងគូសួរជុំវិញអាហ្នឹងសួរជុំវិញអាហ្នឹងនេះសំណួរពិបាកកម្មមុនបាក់លើដូចជាមិនពិបាកឆ្កល់សួរហេងមេ AI ហេងអីមេ AI ហ្នឹងប៊ីថ្ងៃមុនណាគេសៀមួយចប់មកគូមួយទៀត
សំណួរគ្នាយើងខ្លះឃើញត្រាក់យើងបកកែ search អ្នកខ្លះ research ពីប្រធានបទអីមួយយើងអានចូល Google Scholar ដែលគូប្រាប់ហ្នឹងទៅអានអត្ថបទខ្លះគេមាន questionnaire ស្រាប់ឲ្យយើងគេ attach នៅក្នុង file របស់គេស្រាប់អញ្ចឹងយើងអាចយកបានអានោះល្អគេមានស្រាប់គេ measure ឲ្យយើងស្រាប់ប៉ុន្តែសូមដាក់ប្រភពឲ្យគេផងហើយមើលកម្រងសំណួររបស់គេហ្នឹងតើវាស៊ីគ្នានឹង context នៃស្រុកខ្មែរអត់កែសម្រួលមិនអីមិនឲ្យស៊ីនឹង context នៃស្រុកយើងហើយដាក់ប្រភពឲ្យគេព្រោះយើងយក questionnaire របស់គេតែដល់យើងដាក់ប្រភពឲ្យគេជួនកាលអ្នកខ្លះអថេឃើញ questionnaire 5 6នៅអថេនេះពីលោកក questionnaire 7 8ពីនៃអថេមួយនេះពីលោកកយើងខំបានចូលនេះចឹងដាក់ឲ្យគេគ្រប់គ្នាទៅយកពីគេនេះតើតើទៅនឹងរឿង questionnaire ទី3 questionnaire ឥឡូវវាកាន់តែស្រួលដូចគ្រូមិញតាមគ្នាយើងសិនតែជំនាញ AI គ្រូក៏រៀនពីហេងដែរឆ្ងល់សួរហេងដែរ AI សួរ AI តែឥឡូវខ្ញុំចង់ measure អថេនេះអញ្ចឹងទៅតែយើងប្រាប់ឲ្យ AI យើងតែងតាំង AI ជាអ្នកណាសិនទៅឥឡូវចង់វាស់វែងនៃអថេមួយទាក់ទងទៅនឹង customer loyalty និង customer satisfaction ជួយ measure ឲ្យខ្ញុំមកដើម្បីឲ្យខ្ញុំឈានទៅផ្លូវ design questionnaire ដើម្បីទៅសិវាវាប្រាប់ជាពលឺប្រាប់ជាផ្លូវឲ្យយើងបានហ៎គាត់លុយយើងអានសភៅទៅអានយូរទៅអង្គុយដេកទៅអានអត្ថបទទៅអង្គុយទៅពេលខ្លះសួរ AI ម៉ាត់ពីម៉ាត់អូចឹងតែចឹងយើងរកអត្ថបទតាមរកអត្ថបទទៅពាក់ព័ន្ធនឹងយកមកងាយប្រាប់ជានឹង questionnaire ព្រោះ questionnaire តែពីបង្កើតហើយយើងទៅសួរគេប្រយ័ត្នតែខុសយើងរៀបចំ questionnaire ឡើងវិញទៅសួរគេឡើងវិញហ្នឹងខាតទាំងពេលខាតទាំងលុយខាតទាំងកម្លាំងហើយតែសួរម្ដងទៀតអ្នក research អត់សូវមានចិត្តទៅណាគាត់លេងមានចិត្តលេងចង់ទៅ research ទៀតមែនតើនេះយើងលេងនេះទឹកហូបទីហ្នឹងតែអីហ៎ឥឡូវរឿងសំណួរប៉ុណ្ណឹងណាឥឡូវធ្វើម៉េចឲ្យទិន្នន័យយើងបានល្អទិន្នន័យយើងពិត questionnaire ដាក់យើងដាក់ហើយបាទទៀតឥឡូវតោះដល់យើងផ្ញើ Google Form មួយគេហើយបើម្នាក់ស្ទើរ Google Form ម្នាក់ឆ្លើយខ្លះគាត់ច្រើនពេកគាត់ខ្ជិលឆ្លើយពេលខ្លះយើងបង្ខំទឿនទីទៅមិត្តភក្តិអីចឹងគាត់ឆ្លើយអត់ទៅរួចក៏មានចឹងបើក្នុងនេះគេឲ្យយើងគិតពាក្យពីរភាពជឿជាក់និងសុពលភាពណា reliability and validity ភាពជឿជាក់មានន័យថាយើងសួរដដែលចម្លើយដែលផ្ដល់មកដដែលប្រហែលគូសួរហ្នឹងអនឡាញរៀនអនឡាញហ្នឹងគូសួរប្រហែលដងគ្នាយើងឆ្លើយហ្នឹងចង់រៀនអនឡាញស្ទះពេកអីពេកចឹងណាជាងមានន័យថាសួរដដែលដែរហាក់ដូចជាផ្ដល់ចម្លើយមកនៅដដែលដែរនឹងជា reliability ហើយ valid សុពលភាព valid លុះត្រាតែចម្លើយនោះល្អហើយត្រឹមត្រូវទៀតអានោះមិនចាត់ទុកជា valid ពីរហ្នឹង reliability និង validity ពីរហ្នឹងកើតឡើងណាពីរហ្នឹងបូកចូលគ្នាបានចាត់ទុកថាទិន្នន័យនឹងពិត
ទុកថា accurate information ចឹង research ក្រមសីលធម៌នៃការ research យើងត្រូវរំលេចបញ្ជាក់ប្រាប់គេថាទិន្នន័យយើងគួរឲ្យជឿមានស្អីផុសតាំងឲ្យបញ្ជាក់ថាទិន្នន័យយើងគួរឲ្យជឿមានផុសតាំងអីថាទិន្នន័យយើងមានសុពលភាពត្រូវរំលេចឲ្យគេឃើញហើយមាន reference ជួយ support ព្រោះជាទិន្នន័យឡើងផលដែលយើងបានចុងក្រោយគឺអត់ចុះសកម្មបានទេឡើងនិយាយគួរជឿវាមានច្រើនដែលយើងត្រូវគិតពេលណាយើងសេក្នុងប្រមាណចំណុចហ្នឹងយើងមានទាំង4សេប្រាប់គេទាំង4ដើម្បីអ្នកអានគ្រូដឹកនាំឬគណៈកម្មការមើលបណ្ដោះគាត់ទិន្នន័យគាត់យកបានគាត់មានផុសតាមបញ្ជាអីឧមាទី1 theory test មានអ្នកណា questionnaire គាត់បង្កើតហើយគាត់អត់ទៅសួរភ្លាមទេគាត់យកទៅធ្វើ pilot study សិនគាត់យកទៅធ្វើ test ទៀតគាត់សុខចិត្តចំណាយពេលមួយអាទិត្យដើម្បីទៅសួរមនុស្ស10នាក់5 10នាក់សាកមើលសិនដើម្បីចង់បញ្ជាក់ថាកម្រងសំណួរហ្នឹងគេស្រួលឆ្លើយទេគេយល់ទេគ្រប់គ្រាន់ទេមានខ្វះអីខ្លះទៀតទេគេតែខ្លះ test ចឹងនេះជាបង្ហាញមួយថាទិន្នន័យយើងគួរជឿដែរទី2 interactive ជាពិសេសអា scale អា rate ណា rate 1 2 3 4 ឬ scale 1 2 3ពេញចិត្តណាស់ពេញចិត្តដល់គេគួរគេមើលអាហ្នឹងដែរតើ scale យើងរបៀបម៉េចអ្នកខ្លះ scale ដើម្បីឲ្យគេឧទាហរណ៍ចូលចិត្តធម្មតាមិនចូលចិត្ត3ចុះគេចូលចិត្តណាឲ្យគេទៅគូណាគេអត់ចូលចិត្តសោះឲ្យគេគូណាពេលជាគូក៏ផ្ដល់ថាកុំប្រើ scale 3អីព័ត៌មានអត់សូវពិតទេអត់សូវគួរជឿ4អីក៏គេមិនដែរប្រើអ្នកខ្លះអត់ប្រើលេខកណ្ដាលលេខនៅទៅចឹងយើងបញ្ជាក់ពេលថា scale យើង1ទៅ7អ្នកខ្លះដល់7ហើយគាត់រៀបតាមលំដាប់ព្រោះរៀនហ្នឹងអា Likert scale ហ្នឹងរៀបតាមលំដាប់នៃគុណនាមឯកភាពណាឯកភាពធម្មតាមិនសូវឯកភាពមិនឯកភាពសោះអីចឹងទៅយើងធ្វើនឹងដើម្បីបង្ហាញពីភាពជឿជាក់នៃទិន្នន័យដែលយើងចុះទៅ research បង្ហាញជឿជាក់លើទៀតទម្រង់នៃចម្លើយនេះវា parallel គ្នាអត់នៅ showroom មកគេបិទ showroom ឡើងលេងឃើញប្តីឡើងជួនកាលគ្នាយើងខ្លះឲ្យតែគេបានទិន្នន័យគេតែបញ្ចូលយកប្រមូលអ្នកខ្លះ scale ពី1ទៅ5គូសលេខ5ទាំងអស់អ្នកខ្លះគូសលេខ1ទាំងអស់អានោះកុំយកវាអត់គូតែវាអត់គូយកបោះចោលទៅអ្នកខ្លះគូសលេខ3ទាំងអស់ជាពិសេសសម្បូរអាគូសលេខ3ទាំងអស់អាលេខអព្យាក្រឹតអ្នកហ្នឹងគូទៅរួចហើយមួយទៀតមើលចម្លើយទំនាក់ទំនង IV DV consistencies អត់វា parallel គ្នាអត់តែយើងមើលដែរព្រោះ IV គាត់គូសិតលេខ4លេខ5លេខ4លេខទៅ DV មកគូលេខ1លេខ2លេខ1លេខ2លេខ3មួយយ៉ាងណាវាអត់ស៊ីគ្នាសោះនេះយើងត្រូវគិតដែរអ្នកខ្លះរៀបសំណួរទម្រង់សំណួរពីសំណួរមួយទៅសំណួរមួយអត់ប្រតិគ្នាដឹងថាទិន្នន័យមកអត់ជឿអត់គួរជឿមួយទៀតដែលយើងចូលចិត្តប្រើដែលគ្រូធ្លាប់ប្រាប់នៅក្នុងអាទិនេះគឺគេថា internal consistency មើល global alpha
អានោះយើងក្នុង SPA ធ្លាប់វិភាគហើយណាធ្វើមិនដល់ពេលយើងបានទិន្នន័យបញ្ចូលក្នុង SPA ហើយយើងកុំភ្លេចមុនវិភាសាទៅត្រូវរកគ្រូបាអាល់ហ្វាហ្នឹងសិនធ្វើមិនឲ្យតម្លៃគ្រូបាអាល់ហ្វានឹងធំជាង0.7มันអាចទទួលយកបាន reliability ជាគ្រូបាអាល់ហ្វាយើងអត់អីក្នុង SPA មានអាហ្នឹងមាន reference បាក់គេអាហ្នឹងគេប្រើទូទៅបើនៅ NUO វិញ100អ្នកប្រើទាំង100ហ្នឹងទាំងនិស្សិតទាំងគ្រូ PC research ម្ដងនេះគឺបង្ហាញពីភាពជឿជាក់តែពីច្រើនគ្នាយើងបង្ហាញតែទី4នេះមួយឯងសូម្បីគ្រូគ្នាយើងក៏បង្ហាញតែទី4ដែរឲ្យតែ Pro Bar Alpha ធំជាងហ្នឹងមានតែគាត់ថាចម្លើយនឹងគួរឲ្យជឿហើយច្រើនណាស់យកបើយើងមានបង្ហាញថែមមកទី1ទី2ទៀតវាកាន់តែល្អប្រាប់គេនេះគួរអើយហើយក៏មានថែមទៀតដែរភាពជឿជាក់ជួនកាលវាតកតងប្រភពទិន្នន័យនឹងយើងទៅគិតដែរពេលយើងទៅយកទិន្នន័យហ្នឹងគិតថាប្រភពនឹងសមទេល្អទេប្រភពនឹងគួរទុកចិត្តបានទេហើយការជ្រើសរើសសំណាក់នឹងយកចេញពី target population ទេឲ្យចេះទៅយកចុះបានយើងរៀន sampling method មួយហ្នឹងហើយនីតិវិធីប្រមូលទិន្នន័យយើងវាគួរទេហើយសួរ5 600នាក់សិត Google Form ទាំងអស់មានទៅផ្ទាល់ខ្លះសោះអាចទេហើយ Google Form លើបានណាបាទបងប្អូនណាហើយមាន statistic ណាជួយយើងទេក្នុង software Amos អីមានជួយយើងដើម្បីកាត់នៅទិន្នន័យណាវាបែក វាជួយកាត់ឲ្យយើងខ្លះឧមាថាកម្រងសំណួរណាដែលមើលទៅវារៀងជាន់គ្នាសំណួរណាវាមិនគួរសួរគេទេវាជួយប្រាប់យើងជួយកាត់ឲ្យយើងហើយក្នុង SPA ក៏មានតែទិន្នន័យយើងសួរ5 6អ្នកចូលកន្លែងណាមួយនោះវាជួយប្រាប់យើងឲ្យ delete តែអ្នកទីប៉ុណ្ណេះ delete ចេញអ្នកទីប៉ុណ្ណេះទិន្នន័យគាត់ឆ្លាតបាយទៅហើយអត់សុពិតទេយើង delete តាមហ្នឹងទៅជួនកាល500នាក់សល់បាន100ណាអានឹងមានណាចាំប្រើ auto linear modeling ALM ឃើញកូនសិស្សគ្រូចូលចិត្តប្រើហ្នឹងគ្រូផ្ញើវីដេអូទៅពេលណានោះវាជួយកាត់ទិន្នន័យ bias ឲ្យយើងឥឡូវចូលរឿងសុពលភាពpolic polic យើងដឹងហើយគឺសំដៅទោះបីទិន្នន័យនឹងជឿក៏ដោយប៉ុន្តែទៅលទ្ធផលអទិន្នន័យហ្នឹងល្អអត់ត្រូវអត់មានន័យទៅ polic មើលលើអីគេអាចមើល content validity មើលហ្នឹងឧបមាថាយើងសេពីកសិទេសចរ content និយាយពីកសិទេសចរយល់ល្អបើអាចជជែកភាសាមួយអ្នកជំនាញកសិទេសចរដែលគាត់មានជំនាញលើ field ហ្នឹងថាណែខ្ញុំដាក់ចំណុចនេះទៅស៊ីអត់ព្រោះគ្រូក៏អាសាមើលទៅជួបវាច្រឡំទៅបល់គ្នាគប់បរិស័យគប់អ្នកកម្មទេសចរផងវាច្រឡំអេកូទេសចរផងវាច្រឡំទេសចរសហគមន៍ផងចឹងដល់ខ្លះសំណួរបញ្ចូលគ្នាទាំងអស់យើងសួរអ្នកណាជំនាញអេកូទេសចរបើយើង research ពី ecotourism អ្នកណា say CBT customer community based tourism ចឹងយើងមើលអានេះគេថា content validities ចង់ digital marketing ចង់និយាយពីរឿង meta marketing អានឹងសួរពលឺគាត់ expert field ហ្នឹង digital marketing green marketing អីសួរហេទៅវាស៊ីនឹងអា content ហ្នឹងស៊ីគាត់ជំនាញអា content ហ្នឹងចឹងនិយាយប្រាប់គេថាខ្ញុំបានជួប
Tức là nếu ai volunteer dùng bên contaminate rồi xa ấy dùng ba được tua cao viên làm lại vì này expert được phi nó bay nhé ai bữa đi xây mình thấy cái ở này expert bay nhé kìa ai vô cho cả bạn bàn ở bên tên muốn đi construct validities cho những xây nữa này miền sông nụ đã su kê ấy bla 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 ai lên từ đây thế rồi ta mà rắm luôn đấy thế nữa nhưng phải kêu cho bàจะ construct volunteer แล้วវាផ្អែកទៅលើទ្រឹស្ដីអ្វីដែលយើងវាស់វែងអធិវាស់ទៅលើទ្រឹស្ដីដែលគេបានរកឃើញហើយចឹងគេពិចារណាអូសំណួរគាត់នេះគាត់មាន construct validity របស់គាត់ហើយមានទ្រឹស្ដីមានទាំងអ្នកនិពន្ធនេះនិយាយចេះគាត់ដាក់ផុសតាមហើយមួយទៀតតើទៅ criteria relatedមានន័យថាអ្នកសំណួរហ្នឹងទៅវាមានវាតម្លៃទៅនឹងលទ្ធផលបើយើងសួរសំណួរហ្នឹងយើងបានលទ្ធផលបានទៅអីមកតើគឺថាលទ្ធផលហ្នឹងយកទៅព្យាករស្អីបានអត់ឧទាហរណ៍អ្នកខ្លះគាត់សេពីពង្រីកទីផ្សារគាត់សួរសំណួរជុំវិញអរិយាបថអតិជនជុំវិញអីណាតើគេអាចវាតម្លៃមើលទៅអាចចម្លើយហ្នឹងអាចព្យាករថាទៅពង្រីកទីផ្សារបានអត់ទេយើងក៏អត់ពួកគ្នាយើងអ្នកជំនាញ marketing ឯអ្នកខ្លះសេពង្រីកទីផ្សារប្រធានបទដាក់ពង្រីកទីផ្សារតមកទៅប្រមូលទិន្នន័យបង្កើត model បង្កើត questionnaire ទៅរឿងផ្សេងណាខុសពីទ្រឹស្ដីដែលគេបានលើកមួយទៀតជា valid ដែរនៅគ្នាយើងពេលខ្លះឡើងការពេលឡើងអីទៅការពីខ្លួនយើងមិនទេកន្លែងខ្លះវាភាពពិតជាស្ដែងចឹងលើគូលើកឧទាហរណ៍មួយអត់ឧបមានៅអឺរ៉ុបខែទីចឹងគេចូលចិត្តដើរជិះកង់ដើម្បីហាត់ប្រាណដើរតាមផ្លូវដើរតាមអីតែយើងមកយកសំណួរបែបអឺរ៉ុបហ្នឹងមកដាក់នៅស្រុកខ្មែរតែគួរតែហាត់ប្រាណដើរជិះកង់បានច្រើនទៅអ្នកហាត់ប្រាណអីតាមយើងដាក់ជាបានហើយប៉ុន្តែភាពពិតគេថា face ឲ្យគ្នាដើរឲ្យគ្នាជិះកង់ចេះចង់ប៉ុន្តែចរាចរណ៍មិនដែរគ្នាដើរហាត់ប្រាណតាមចាំក្នុងកន្លះមកបុកគ្នាតាំងពីចាំក្នុងទៅទៀតវាប៉ុន្តែគេនោះវាអត់អីទេវាមានផ្លូវដើរផ្លូវកង់ដាច់ពីគ្នានិយាយអាផ្លូវដើរក៏អាកង់ម៉ូតូមកជិះអាគ្នាអាផ្លូវដើរដែរចុះនេះជា first validity ការពិតវិជ្ជាស្ដែងវាអញ្ចឹងមែនតែដល់យើងបង្ហាញពីសុពលភាពនៃទិន្នន័យថាភាពពិតវាអញ្ចឹងវាកើតអញ្ចឹងបកកែងបានទេនឹងវាកើតអញ្ចឹងហើយហើយខ្ញុំទៅសាលាមកថ្នាក់យើងនេះថ្ងៃហ្នឹងអ្នកដែលទៅចៃមិនរួចទេប្រហោះមុនក៏អញ្ចឹងដែរមុនតែស៊ីកាយដល់កแล้วហើយកាលទៅថ្ងៃប្រហោះសុកហ្នឹងមកទៀតកូនហើយបកកកូនទៀតឡើងណាបានមួយថ្ងៃហើយគ្នាសុខភាពអត់អីទេក្មួយអូហើយបាត់ទៅជាប់ដល់គូកូនមកហើយពងជុំដល់គោលរវល់ហើយពងរវល់ចឹង volunteer វាមានចឹងណាយើងបង្ហាញកាត់គេទៅចឹងគ្រូរំលេចឲ្យ volunteer នៅប៉ុណ្ណឹងចោះចឹងអាហ្នឹងវាតកតង questionnaire តកតងអីហ្នឹងចឹងពេលខ្លះយើងចង់ឲ្យ
từng này dương validity ពេលក៏យើងត្រូវសួរអ្នក expert មួយចំនួនវិភាគ content អ្នកខ្លះគេប្រើ statistic ជួយអានទៅអាមមួយទៅអីបានដឹងខ្លះហើយលទ្ធផលពី IVDV នឹងវាប្រស៊ីគ្នាទេវាមានតំណែងតំណងនេះអត់បានចាត់ទុកថា validity ចឹងនេះក៏ថែមឯណាក៏បាច់ដែរចឹងប៉ុណ្ណឹងចោះ validity ហើយ reality ណាលើគូចង់និយាយទ្រឹស្ដីអត់អស់ថ្ងៃនេះហើយចាំព្រួយហើយយើងនិយាយទៅវិភាគទិន្នន័យមិនឯងលំហងចេញចូលអត់អីហងដោយសារដាច់អ៊ីនធឺណិតតិចលោកគ្រូ ដាច់តិចយ៉ាងណាមិនដាច់ច្រើនទេ ដាច់ទៅវាលោតចេញទៅពេលលោតចេញខ្ញុំមិនចូលវិញលោកគ្រូដោយសារទៅភ្លៀងហើយទៅពេលរៀងដូចភ្លៀងលំនៅខាងខ្ញុំដាច់ ចាំមើលគ្រូឲ្យបន្ទុពេលđóដាក់ពេញហ្នឹងប៉ុន្តែចេះលូតចេញវិញឲ្យកៅហើយលេងលូតចេញហាវិញសល់ខ្សែចឹងឯងពលឺហើយបាត់ពលឺឯងពលឺគិតដល់ពលឺ នៅនេះលោក ថ្ងៃមុនគ្រូឆាទៅដូចមិនទុំទូរស័ព្ទដូចមួយពលឺគ្រូឆាពេកអាទិត្យមុនអត់ឃើញ ឆាប់ ឆ្លើយទៅគ្រូឬក៏វាអ៊ីនធឺណិតឬក៏អី អូឃើញមែនទេលោកគ្រូឃើញមានមកអ៊ីនធឺណិត ចាំ មក សួ មនុ រ ស្ស វិញទៅ គឺនឹងអត់ឆ្លើយលោកគ្រូអើយសុំទោស អូតំឃើញហ៎ញោម បាទលោកគ្រូសុំទោសលោកគ្រូឃើញលោកគ្រូឃើញ ឃើញហើយ គូពុំមើលសិនផសាយ lady ក៏ផ្ញើមកនឹងឲ្យសិនផសាយគេចូលចិត្តប្រើលោកហែនេះដែរ ចុះលោកគ្រូគេមាន sample size គេនេះ sample size specific សម្រាប់ marketing research លោកគ្រូ នឹងចាំជួយចែកម្លែកចូលក្នុងក្រុមយើងផងមក ឥឡូវមួយទៀតរឿង model ហើយសមត្ថកម្មបង្កើត model អានឹងមាន IV មាន DV អីហ្នឹងអានេះរឿងសំខាន់ដែលអ្នក marketing យើងអត់បានទេសេសារណាយើងគឺ feature មានហ្នឹងតែបើគុណវិស័យមិនបាច់មាន model ទេមិនបាច់មាន hypothesis ប៉ុន្តែបើបរិមាណវិស័យវិភាគសាស្ត្រទៅត្រូវមាន model មានសមត្ថកម្មឧបន័យនេះសំខាន់ដែរណាផ្នែកនេះសំខាន់ឥឡូវរឿង research ក្នុងនេះគ្រូចង់បញ្ជាក់ថា research ព្រមនិយាយម្ដងហើយចង់ដោះស្រាយបញ្ហាដោយលក្ខណៈវិទ្យាសាស្ត្រគឺតាមរយៈសមត្ថកម្ម hypothesis យើងដឹងថាសមត្ថកម្មអ្វីដែលគេឲ្យអ្វីដែលគេប្រាប់អ្វីដែលយើងសន្មតនេះជាសមត្ថកម្មឥឡូវយើងមានបញ្ហាមានអី problem statement មាន research question ចឹងធ្វើមិនឆ្លើយ research question ចឹងគេឲ្យយើងសេឲ្យបានច្បាស់អំពី background research ពី problem ឯងទៅលើ background ឯងទៅលើ problem ហ្នឹងឲ្យយើងបង្កើតសមត្ថកម្ម hypothesis ចឹងមិនបានបញ្ជាក់ឲ្យអ្វីទៅសមត្ថកម្មបង្កើតចេញជាសមត្ថកម្មហើយគេឲ្យយើងតេស្តសមត្ថកម្មហ្នឹងថាសមត្ថកម្មយើងបង្កើតហ្នឹង example research ចឹងគេឲ្យតេស្តសមត្ថកម្មយើងហើយធ្វើម៉េចដើម្បីតេស្តសមត្ថកម្មកើតត្រូវមានទិន្នន័យត្រូវប្រមូលទិន្នន័យជុំវិញសមត្ថកម្មដើម្បីតេស្តសមត្ថកម្មគឺយើងវិភាគទិន្នន័យវិភាគដោយប្រើសារស្ទិតិចុងក្រោយបានចេញលទ្ធផលថាសមត្ថកម្មយើង example research ដំណើរនៃការ research ចេះគេថាវិធី research បែបលក្ខណៈវិទ្យាសាស្ត្រលោកគ្រូលើកឧទាហរណ៍ឧមាមានអ្នកខ្លះ research ពីកាហ្វេធ្វើមិនចង់តាក់ទាញ
យុវជនឲ្យទៅហាងកាហ្វេយើងឬអតិថិជនទៅហាងកាហ្វេយើងតើមានគេរីសើកាហ្វេច្រើនណាស់នៅលើពិភពលោកគេរកឃើញថាកត្តា3ឧទាហរណ៍ណាកត្តាគុណភាពកាហ្វេកត្តា brand name កត្តាសេវាកម្មទៀតតើកត្តា3នោះចូលរួមខ្លាំងណាស់ដើម្បីទាញភ្ញៀវទៅផឹកកាហ្វេចូលលើអានឹងទ្រឹស្ដីចូលលើយើងសេកាហ្វេប្រោតនៅស្រុកខ្មែរតើប្រកាសទេគេទៅផឹកកាហ្វេប្រោតដោយសារកត្តា3នឹងប្រកាសទេអត់ដឹងទេគេអត់ដឹងទេទ្រឹស្ដីនិយាយអញ្ចឹងប៉ុន្តែមិនប្រកាសទ្រឹស្ដី apply បានទេចឹងយើងទៅធ្វើមិនអ្នក research ត្រូវបង្កើតសមត្ថកិច្ចយើងថាចេះប្រោណាបើរក្សាគុណភាពឬពង្រឹងគុណភាពកាហ្វេរបស់ខ្លួននោះនឹងអាចទាក់ទាញភ្ញៀវបានកាន់តែច្រើននេះជាការសន្មតហ្នឹងហើយជាសមត្ថកិច្ចព្រោះទ្រឹស្ដីគេថាឲ្យតែគុណភាពល្អគេទៅផឹកហើយប៉ុន្តែលើយើងសន្មតមើលថាណែប្រអោតបើពង្រឹងគុណភាពកាហ្វេបានកាន់តែល្អនោះគេនឹងទៅផ្សារកាហ្វេប្រោតអានឹងជាសន្មតអានឹងជាសមត្ថកិច្ចជាងធ្វើមិននឹងការសន្មតនឹងយកបានឬមិនយកបាន accept or reject គឺអ្នក research ត្រូវតែ design questionnaire ជុំវិញសមត្ថកិច្ចត្រូវតែប្រមូលទិន្នន័យជុំវិញសមត្ថកិច្ចយកមក analyze អានឹងឲ្យគេថា test hypothesis ហើយពេលនេះចាំបញ្ជាក់ថាតើប្រើរូបមន្ត static ណាដែល test ទៅវាត្រូវព្រោះរូបមន្ត static ច្រើនណាស់គ្រូកុំចេះអត់ទេតិចតួចទេទុកឲ្យអ្នកជំនាញ static ប៉ុន្តែគាត់ដឹងថាឧបករណ៍ static ណាត្រូវប្រើហ្នឹងចឹងដើម្បី test សមត្ថកម្មជាងត្រូវប្រើ static ប៉ុន្តែប្រើឧបករណ៍ static ណាមួយឲ្យសមនឹងសមត្ថកម្មហ្នឹងមិនឲ្យតែក្តៅខ្លួនឲ្យថ្នាំផ្ដាសាយគ្រប់តែគ្នាទេអ្នកខ្លះក្តៅខ្លួនគេគុំឈាមផ្សេងដាក់ថ្នាំផ្សេងហើយអ្នកខ្លះក្តៅខ្លួនតែគាត់គុំចាញ់ត្រូវផ្សេងហើយមិនអាចតាមខ្លួនដូចគ្នាទេនេះជាផ្ដើមនៃ hypothesis ចឹងឡើងនិយាយរឿង model យើងដឹងរឿងអថេ variable នេះយើងធ្លាប់ឮច្រើនគ្នាហើយពាក្យថាអថេគេដូចយើងនិយាយទៅមានអថេ e ការ៉េអថេ x អីអញ្ចឹងគេបង្កើតអថេមកវាគ្រាន់ជានិមិត្តសញ្ញាមួយគាត់គេតាំងសួរកណនីសួរធ្វើការវិភាគតែប៉ុណ្្នឹងឯងណាអថេយើងដឹងមាន e ការ៉េ a x បូក b អញ្ចឹងទៅហើយអ្នក research ត្រូវគិតថាបញ្ហារបស់យើងចង់ដោះស្រាយបញ្ហាទៅគិតថាអថេនៃពាក់ព័ន្ធនឹងបញ្ហាហ្នឹងគិតហ្នឹងហើយពេលយើងទៅប្រមូលទិន្នន័យជុំវិញអថេនេះមិនមែនអថេផ្សេងទៅប្រមូលទិន្នន័យផ្សងទេលោកម្ចាស់ឃើញមានជួបខ្លះជួបអ្នកជួបផ្លាយអ្នក master ជួបច្រើនទៀតហើយអ្នកសេសារណាទៀតចេះតែណាត់ដែរខ្លះប្រើ AI អត់មើលប្រធានបទខ្លួនឯងខ្លះយកពីគេមកអត់មើលសាច់រឿងរបស់យើងទិន្នន័យចេះ questionnaire ណានោះអត់បានទេណារឿងអថេខែមកវិញមានច្រើនមាន IV DV independent variable dependent variable ទីយើងមានអថេ moderate មានអថេ mediate IV វិញសេសម័យកាលគេតាំងដល់ x
IV ហ្នឹង independent variable គេថាអថេឯករាជ្យ DV គេតាលើអីគេថា dependent variable អថេមិនឯករាជ្យ DV អថេដែលរងឥទ្ធិពលពីគេអានេះគេ DV មិន D ដៅទេណាទេយើង IV ជាអថេមានឥទ្ធិពលទៅលើគេអានេះគេ IV ចឹងបានគេបកថាអថេឯករាជ្យ IV អថេមានឥទ្ធិពលលើគេ DV រងឥទ្ធិពលពីគេឧទាហរណ៍ជក់បរិយនាំឲ្យយើងឈឺសួតចឹងណា IV DV ណា IV DV ជក់បរិយជា IV ឬក៏ឈឺសួតជា IV ឆ្លើយទីមើលមានស្ងាត់ដែរគ្រូនិយាយដែរទេណា ជក់បរិយឲ្យឈឺសួតគ្រូអញ្ចឹង ជក់បរិយជា IV ឬជា DV ជក់បរិយវាបង្កអញ្ចឹងវា IV ឈឺសួត DV ទទួលរងបាទឈឺសួតជា DV ព្រោះរងឥទ្ធិពលពីការជក់បរិយណាយើងកំណត់របស់យើង research ថាណា IV ណា DV អូឃើញណាចុះលោកបើតែមានកតាតែអញមានកតាច្រើននាំមកឈឺសួតច្រើននេះក៏លើកឧទាហរណ៍បាទលើកឧទាហរណ៍ចង់ធ្វើម៉េចឲ្យគេមករៀនការឆុងកាហ្វេតែកត្តាអីដែលពាក់ព័ន្ធចង់ឲ្យគេរៀនផ្នែកជំនាញឆុងកាហ្វេតើយើងមើលទ្រឹស្ដីថាអូមានកត្តាច្រើនដែលពាក់ព័ន្ធតើតើការកំណត់ថ្លៃតើតើពេលវេលានៃការរៀនតើតើទីតាំងតើតើវិធីសាស្ត្រនៃការបរៀនអាទាំងអស់នោះជា IV អាណា DV ទាញគេមករៀនអាហ្នឹងបានមកពីណាបានមកពីការមើលទ្រឹស្ដី IV DV លោកគ្រូនិយាយដដែលដែរចឹងឲ្យយើងទៅស្លការីធ្វើមិនស្លការីឆ្ងាញ់យកដឹងទេអត់ដឹងថាទៅផ្សារទិញទេគ្រូអត់ដឹងទេចឹងទៅមើលសភៅរបៀបស្លការីទៅសួរអ្នកជំនាញចុងភៅដែលគេបង្កើតស្លការីគេប្រាប់មកដល់អូដើម្បីស្លការីឆ្ងាញ់ទៅទិញគ្រឿងនេះជាអត្តពលឲ្យការីឆ្ងាញ់សាច់បែបនេះបានវាឆ្ងាញ់បន្លែបែបនេះបានវាឆ្ងាញ់ឃើញចឹងនៅ research រំលេចហើយអានេះបានមកទិស្ដីទំនាក់ទំនងរវាងអថេនេះជា model ហើយពេលទៅសេគូស diagram មើលអាណាជា IV អាណា DV ពួក DV និយមន័យវារងឥទ្ធិពលពីគេ IV មានឥទ្ធិពលលើគេចឹងព្រួញបាញ់ចេញពី IV ទៅ DV កុំចេះតែបាញ់អ្នកខ្លះបាញ់ចុងឡើងអ្នកខ្លះអត់ព្រួញអត់កើតទេអត់ត្រូវទេបើគូយ៉ាតារាគេ IV អាពណ៌ឯក្រហមហ្នឹង IV ឯងបាញ់ចេញមក customer satisfaction ឲ្យ DV យកអា IV មកខាងឆ្វេងក៏អីដែរ DV ទៅខាងស្ដាប់តែពីច្រើនគេយកអា IV នេះដាក់ខាងឆ្វេង DV ខាងស្ដាប់ព្រួយបាញ់ទៅ DV ទំនាក់ទំនងនឹងគេហៅ model គេហៅ model ឬគេហៅថា theoretical framework នេះ theoretical framework
ប៉ុន្តែនៅមានពាក្យពីរទៀតកុំឲ្យច្រឡំមាន theoretical framework និងបើ model នេះជាទ្រឹស្ដីដែលគេរកឃើញជាទ្រឹស្ដីហើយគេបោះពុំផ្សាយហើយជាទ្រឹស្ដីហ្នឹងចឹងយើងយក model នឹងរបស់គេមកយកទ្រឹស្ដីទាំងដល់នឹងរបស់គេមកអូខេអានេះគេប្រើ theoretical framework model ក៏បានឬ theoretical framework តែបើយើងយកជាគំនិតរបស់គេគំនិតបានលោកកខ្លះគំនិតបានលោកខខ្លះជា concept អានេះគេប្រើពី conceptual framework ដោយគ្រូនេះដាក់ប្រមាណនេះជា model ឬ theoretical framework ព្រោះនេះទ្រឹស្ដីមានស្រាប់ហើយគេរកឃើញគេប្រើជាសកលហើយចឹងនិយាយទៅអ្នកខ្លះយកមកគេទៅដល់មកហើយដាក់ប្រភពឲ្យគេតិចទៅឯ conceptual framework យើងយកគំនិតពីគេដែលគេទៅរកឃើញឬគេយើងយកពីគំនិតពីលោកកខ្លះពីលោកខខ្លះពីលោកកខ្លះបានជាអានឹងទៅចេញជា model របស់យើងឬគេហៅ conceptual framework ហើយ research គ្នាយើងវាអាស្រ័យលើប្រធានបទឬការ research បំណងយើងចង់បាននេះបំណងយើងចង់បានយើងចង់ដល់ទៅ IVDV ហ្នឹងទេតែពីច្រើនវាប៉ុណ្្នឹងគ្នាយើងចូលចិត្តធ្វើគ្រូអីក៏ចូលចិត្តធ្វើទៅពីហ្នឹងអត់សូវស្គាល់តែឃើញបាទលោកខេង model គាត់រៀនញ៉ៃតិចមួយទៀតលើអាថៃមាន2ឯងគ្រូលើកយកទៅអាថៃ4គេចូលចិត្តប្រើគេហៅថា moderate variable មាន moderate variable មួយទៀតជាទំនាក់ទំនងពីហេតុនិងផលពីអាថេតិចទៅអាថេក្រោយជួនកាលអាថេមួយទៅអាថេមួយហើយប៉ុន្តែមានអាថេមួយជា moderate រវាង x និង y គេ x ទៅ y បើគូចេះចឹង moderate អាថេមួយវាជាទំនាក់ទំនងរវាង x ទៅ y អាថេ iv ទៅ dv ប៉ុន្តែមានអាថេមួយទៀត moderate រវាង x និង y ដែរ moderate រវាងទំនាក់ទំនង x និង y អានេះគេថាអាថេ moderate variable ម៉ាក់ ជា moderate variable គួរឲ្យនៃខ្លីគឺអាថេដែលវាជួយបង្កើនឬបន្ថយទំនាក់ទំនងរវាង iv dv ដាក់អានឹងទៅជំនុំទំនាក់ទំនង iv dv ថយចុះឬក៏ឡើងឃើញអាឡាតែវាយើងគូរូវាចេញជាទៀតអានេះជា moderate variable វា modify រវាង iv ទៅ dv ឧទាហរណ៍មួយចឹងមានឯកសារពុំព្រមពិតជាមានអត្តពលទៅនឹងការ research យើងបានល្អព្រោះយើង research ល្អអត់ឯកសារទៅរួចអានោះទ្រឹស្ដីគេនិយាយចឹងចឹងឯកសារជា IV ការ research ជោគជ័យជា DV អញ្ចឹងរួចបាយនេះចឹងទៀតគោលលើកទីផ្សេងចំណែកយូរអត់ទៅតែប៉ុន្តែមាននិពន្ធមួយទៀតថា research នៅគាត់ពេលវេលាវាជាផ្នែកមួយនៃ moderate រវាងឯកសារស្រាវជ្រាវធៀបទៅនឹងកិច្ចការ research របស់យើង
នឹងគ្រូចង់រំលែកដូចគ្នាយើងមើលអានេះបំណងយើងចង់ដឹងនឹង គួយអត់សមអូនឡើយអត់សមឡើយគួយទៅម៉ាត់ តែអ្នកឡើងខ្ញុំជឿថាមានម៉ូ ទៅតេឡាមែនអត់តូតាល់ តែប៉ុណ្្នឹងទេ ស្គាល់តូតាល់9ហ្មងតូតាល់អរេនេះ មួយទៀតមានតែ Everett មានតែ Everett មានតែ Everett បនេះវាគ្រាន់តែជាការអថេមួយចង់បញ្យល់បន្ថែមពីឥទ្ធិពល IV ទៅ DV នេះវាបញ្យល់ process យើងជាយន្តការមួយតាមរយៈ IV ទៅ DV បាទ ឃើញដូចហេងដូចមានឧទាហរណ៍និយាយពីគុណភាពសេវាស្ដាមអូន ចឹងរឿងគាត់3គុណភាពសេវាធ្វើឲ្យភាពពេញចិត្តហើយឲ្យស្មោះទៀតចឹងមានទស្សនៈគេនិយាយច្រើនគេនិយាយថាចេញពីគុណភាពសេវាឲ្យគេពេញចិត្តមានទស្សនៈគេនិយាយថាចេញពីពេញចិត្តបានទៅស្មោះត្រង់តែព្រោះអញ្ចឹងគុណភាពសេវាជាឯងភាពពេញចិត្តជាមីដែលអត់មានភាពពេញចិត្តហ្នឹងมันអាចឈានទៅដល់ភក្តីភាពស្មោះត្រង់ចឹងភាពស្មោះត្រង់ជា DV ការពេញចិត្តជាមីដែលអត់ព្រោះมันអាចទ្រឹស្ដីនឹងមិនអាចថាគុណភាពសេវាល្អហើយគេស្មោះទៅគូស្មោះចេញពីភាពពេញចិត្តហ្នឹងចឹងអាហ្នឹងគេថាទំនាក់ទំនងមានអត្តពល indirect ចឹងគុណភាពសេវាមកទៅដល់ស្មោះត្រង់ត្រូវឆ្លងកាត់ភាពពេញចិត្តសិនតែក៏មានអត្ថបទមួយចំនួនគេនិយាយថាឲ្យតែគុណភាពសេវាល្អវាស្មោះអាហ្នឹង direct direct effect យ៉ាងគេ direct effect និង indirect effect ប៉ុន្តែ indirect effect នេះអានេះគេជាមីដែល Everett តែគូដឹកនាំទេណាគូដឹកនាំដល់មីដែល Everett បលដែរយើងមានពេលគម្រោងឯកសារគម្រោងចិត្តរៀបចំណាតែគ្រូក៏អត់ជួយយើងបានខ្លះអត់ទេគ្រូជាកតារុញអ្នកទាំងអស់នឹងឲ្យយើង research ជោគជ័យអត់អញ្ចឹងគ្រូដូចជាមីដែល Everett មីដែល Everett វាតាមដឹកនាំទីអញ្ចឹងអត្ថេប៉ុន្តែយើងមើល model យើងគូមានមីដែលទេមាន moderate អត់ឬមានតែតាម IV ទីលើរឿងនេះបាត់តែចិត្តយើង research យើងចិត្តថាចង់ឆ្លងនឹងអត់ទេអានេះទៅនេះអានេះទៅនេះនេះទៅអត់តែបើមានអត្ថេមាន moderate មានមីដែលវិភាគទៅដែលល្អដែលយើងសំនោះគួរធ្វើកម្មវិធី AMUS គឺគេគាត់ចេះហើយកម្មវិធី AMUS តែមកយើងអានោះគឺឆ្លងកាត់អត្ថេអត់មានមីដែលមាន moderate បើតកាយមានតែ TV បើតែ STS មេរចនាហៅអស់ល្បីណារចនាបិទមែនមូនីតាហើយមូនីតាបិទមែនរត់មូនីតារចនាតាហើយបាត់ហើយនៅលោកគ្រូនៅលោកគ្រូបាទ
tích vào cầu khai mũi hay là khai mũi để đi đây xong rồi là cà phê và đánh vào đấy lôi nó tàu tầm bật đất này như là sân là trong cà phê và đánh vào ba nó bố khi những là gì ở tôi vô lạt phò bị ba cái đi xây một trong bốn là dùng bổ thái ai xây xa nào bán cả cụ ở cho thua ba cái đi xây ấy đến tới vì thì sát ra chưa ở không biếtទេcòn như time literature review the say này introduction đó người bạn ta guideline bắt cái trơn lắm thì bạn nên là bây giờ tận đấy cái xong là biết là đại môi trường nó cái hiện mang thì đi sợi somewhat và fun dương màu cho làm cái mấy trò tôi này ai thèm tận là đây thì tới chứ điều bị thi sát sao chứ cho hiện strong chứ muốn đó khlang chứ muốn tí tới thế bạn đó như là researcher hay researcher Chư là cô chư. Chư chứ mình sọc hay đăng cũ mình là chữ gì cũ vậy họจะđào việc master đó cũ chữ ở trong máu nữa mà hay chứ chữ mà chữ thua là chữ stress chữ cái chủng ngữ mấy stress ai con ấy chết đào ngày cái bật đầy tầm sọc mình tầm bè là cải toàn rồi bạn hay master sẽ là dùng vào đây rồi cả vì lực tìm mùi tầng toàn rồi cả vì lực tìm pi tầng toàn rồi lực tìm bay tầng toàn rồi lực tìm lực tìm 4 tầng chọc ở tận con này cũng gọi chọc rấp tầng đôi ghi proi lấy khoa học Facebook vui tiền nó hay lắm đây con chơi ấy tao bên đây ai sụp cụ bàn mà Vin ở đây người ta là 4 tháng nào mà Vin tốt nha mày phải bảo cháu ấy bảo tụ sạp cháu ấy tập bài cỏ vào đấy rồi chụp non là thì nữa là cô bạn mình được nơi Eon Max value nó miền tại mùi Z yeah Paul mày tông Paul nó bói Paul lướt gì đấy ok chân mau coi dương châu rừng vì phía tình ấy bài quân bị sải nè chân ngày ní phần đang cho quân chơi nha tận cái này Chaจะแบบเล่นละคร học quân bài chơi ละครจีบเรียน nghe là cô nghe bé cô đào Biết là cô cho bài rồi mà